បាទចំពោះលំហាត់ទី2នេះដែរគឺយើងរកចតុកោណភ្នែកទំព័រទី40នៅលំហាត់ទី2បាទចំពោះលំហាត់នេះគឺគេឲ្យយើងរកកម្ពស់ចតុកោណភ្នែកបាទរកកម្ពស់ចតុកោណភ្នែកមានន័យថាក្នុងនេះគេឲ្យយើងបាតតូចហើយបាតតូចស្មើ3បាតធំនេះស្មើនឹង5ម៉ែត្រនេះគេឲ្យយើងហៅកម្ពស់នេះបាទហាសនេះស្មើនឹងប្រមាណបាទតែក្នុងហ្នឹងគេប្រាប់នៅខាងលើនេះគេថា8ម៉ែត្រការ៉េនេះអានេះគឺជាផ្ទៃកាឡាគឺជា A អញ្ចឹងយើងដាក់តាមរូបមន្តមកបាទតាមរូបមន្ត A របស់យើងនេះស្មើ A បូក3បាតតូចបូកបាតធំគុណនឹងកម្ពស់ចែកឲ្យ2បាទអញ្ចឹងដោយ A ផ្ទៃកាឡាគេឲ្យមកគឺ8ម៉ែត្រការ៉េបាតតូច A តូចយើងនេះស្មើនឹង3ម៉ែត្របាតធំ B ស្មើនឹង5ម៉ែត្របាទហាសនោះគឺយើងត្រូវហៅអញ្ចឹងយើងយកអាលេខទាំង3ហ្នឹងជំនួសចូលរូបមន្តរបស់យើងទៅនោះបាទ A របស់យើងនេះជំនួសដោយ8ម៉ែត្រការ៉េស្មើនឹង A តូច3ម៉ែត្របូកនឹង5ម៉ែត្រហើយយកទៅគុណនឹងហាសបាទហាសហ្នឹងគឺយើងត្រូវហៅហើយចែកនឹង2ហើយដល់កន្លែងនេះគឺយើងត្រូវរុញវាមានន័យថាអា2នេះនៅខាងក្រោមចែកបាទនេះគឺចែកជុំរុញទៅគុណអញ្ចឹងយើងបាន8ម៉ែត្រនេះ8ម៉ែត្រការ៉េគុណនឹង2ស្មើនឹង3ម៉ែត្របូក5ម៉ែត្រនេះនៅដែរទៅហើយគុណនឹងហាសបាទអញ្ចឹងយើងគុណវាទៅ8 2ដងគឺ16ម៉ែត្រការ៉េបាទហើយលេខនេះយើងបូកគ្នាទៅយើងបាន8ម៉ែត្រគុណនឹងហាសបាទអញ្ចឹងកន្លែងនេះគឺគុណយើងរុញ8ម៉ែត្រនេះមកចែកទៅអញ្ចឹងយើងបាន16ម៉ែត្រការ៉េចែកឲ្យ8ម៉ែត្រស្មើនឹងហាសបាទអញ្ចឹងហាសហ្នឹងគឺអ្វីដែលយើងត្រូវរកអញ្ចឹងយើងចែកទៅវាបាន2ម៉ែត្រការ៉េកន្លែងហ្នឹងមានន័យថាយើងមានម៉ែត្រគុណនឹងម៉ែត្រចេះហើយយើងចែកនឹងម៉ែត្រខាងក្រោមនេះមួយទៅសម្រួលម៉ែត្រចោលចឹងនៅសល់ម៉ែត្រមួយអញ្ចឹងមានថាកន្លែងនេះស្មើម៉ែត្រ2ម៉ែត្រស្មើនឹងហាសបាទអញ្ចឹងដូចនេះកម្ពស់ចតុកោណភ្នែកគឺ2ម៉ែត្របាទអានេះគឺជាចម្លើយរបស់វា